វាយរឿងផឹកស៊ីរត់ដល់ស្រុកយួនតាមចាប់មកវិញបាននេះហើយច្បាប់ចោះបាញ់សម្លាប់លឹមកំយ៉ានៅស្រុកសៀមខ្ញុំអែមសុកសវណ្ណប្រធានគណៈបកដើម្បីកម្ពុជាសូមបញ្ជាក់ជំហរយ៉ាងដាច់ណាត់ហើយគាំទ្រការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះអំពើហិង្សានិងបទល្មើសគ្រប់ប្រភេទដោយមិនប្រកាន់ថាជនសង្ស័យជានរណាមានឋានៈអ្វីឬមានទំនាក់ទំនងជាមួយអ្នកណាឡើយយប់មិញនេះឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមអភិសន្តិបណ្ឌិតសសុខាបានប្រកាសទុកពេល48ម៉ោងឲ្យលោកឆេងភិរុនដែលត្រូវបានចោទថាពាក់ព័ន្ធនឹងករណីអំពើហិង្សាឲ្យចូលខ្លួនមកអនុវត្តនីតិវិធីជាមួយសមត្ថកិច្ចនៅក្នុងសំណេរដែលមានអ្នកគាំទ្រយ៉ាងភ្លុកទឹកភ្លុកដីឯកឧត្តមបានបញ្ជាក់ថាបានទំនាក់ទំនងជាមួយអាជ្ញាធរវៀតណាមដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការស្រាវជ្រាវនិងឃាត់ខ្លួនប្រសិនបើបុគ្គលនោះកំពុងស្ថិតនៅប្រទេសវៀតណាមជាលទ្ធផលតែប៉ុន្មានម៉ោងប៉ុណ្ណោះពិតជាបានបញ្ជូនជនសង្ស័យវាយរត់មកកម្ពុជាយើងមែនតាមច្រកបាវិតមុខបាយត្រូវផ្លូវជាតិលេខ1យប់បញ្ជាឲ្យចាប់ពីប្រទេសវៀតណាមព្រឹកឡើងបញ្ជូនមកកម្ពុជានិងបានចាប់វាយខ្នោះថតបង្ហោះតាមបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួនរបស់ឯកឧត្តមរដ្ឋមន្ត្រីដែលមានខ្លឹមសារសរសើរនៅការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់និងបានណែនាំអប់រំដែលមានខ្លឹមសារថាប្រសិនបើឆ្លោះឆ្លយប្រព្រឹត្តត្រូវតែហ៊ានទទួលខុសត្រូវជៀសវាងការរត់គេចខ្លួនព្រោះมันអាចរត់គេចខ្លួនអស់មួយជីវិតបានទេឬត្រូវចូលសារភាពកំហុសអនុវត្តទោសតាមផ្លូវច្បាប់ដោយពុំចាំបាច់រងចាំការអន្តងពីថ្នាក់ដឹកនាំឬអង្គភាពជំនាញណាមួយនោះឡើយរបៀបរបបការងារនេះជាអ្វីដែលប្រជាពលរដ្ឋចង់បានខ្ញុំសូមស្វាគមន៍ចំពោះជំហរយ៉ាងម៉ឺងម៉ាត់នេះរបស់ឯកឧត្តមរដ្ឋមន្ត្រីមហាផ្ទៃក៏ប៉ុន្តែគោលការណ៍នៃការអនុវត្តច្បាប់មិនគួរត្រូវបានអនុវត្តតែចំពោះករណីមួយស្ថានភាពមួយព្រឹត្តិការណ៍មួយឬបុគ្គលណាមួយនោះឡើយច្បាប់ត្រូវមានស្តង់ដារតែមួយសម្រាប់មនុស្សគ្រប់រូបបើច្បាប់មានស្តង់ដារតែមួយនោះប្រកាសណាស់ករណីអតីតអ្នកតំណាងរាស្ត្រឯកឧត្តមលឹមកំយ៉ាក៏ត្រូវការយុត្តិធម៌ដូចគ្នាយុត្តិធម៌មិនរើសអើងបកប្រឆាំងឬបកកាន់អំណាចសូមបញ្ជាក់ថាឯកឧត្តមលឹមកំយ៉ាត្រូវបានបាញ់សម្លាប់នៅទីក្រុងបាងកកប្រទេសថៃអ្នកបាញ់ផ្ទាល់ត្រូវបានចាប់ខ្លួននិងត្រូវបានតុលាការថៃកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតការកាត់ទោសអ្នកបាញ់ឲ្យជាប់គុកអស់មួយជីវិតនេះនៅតែមានសំណួរតានៅតែមានសំណួរបន្តនិងផ្លោងទៅផ្លោងមកមិនចេះចប់មិនចេះហើយថាតើអ្នកណាជាអ្នករៀបចំតើអ្នកណាជាអ្នករៀបចំបញ្ជាឲ្យប្រព្រឹត្តឃាតកម្មនេះចេញពីអាជ្ញាធរថៃវិញខាងភាគីថៃបានចេញដីកាចាប់ខ្លួនលីរតនរស្មីនិងពេជ្រគឹមស្រិនដែលត្រូវបានសង្ស័យថាពាក់ព័ន្ធនឹងសំណុំរឿងហើយមានការរាយការណ៍អំពី Red Notice របស់អង្គាប៉ូលពាក់ព័ន្ធពួកគេផងដែររហូតមកដល់ពេលនេះសាធារណជននៅតែត្រូវការព័ត៌មានច្បាស់លាស់ថាតើអាជ្ញាធរកម្ពុជាបានចាត់វិធានការអ្វីខ្លះដើម្បីស្វែងរកសាកសួរនិងអនុវត្តនីតិវិធីច្បាប់ពាក់ព័ន្ធនឹងជនសង្ស័យខាងលើនេះតើច្បាប់អនុវត្តដោយស្តង់ដារប៉ុន្មានប្រសិនបើអាជ្ញាធរអាចកំណត់ពេល48ម៉ោងឲ្យជនសង្ស័យម្នាក់ចូលខ្លួនហើយអាចស្នើសុំកិច្ចសហការពីប្រទេសជិតខាងដើម្បីស្វែងរកនិងឃាត់ខ្លួនជនសង្ស័យបានតើគោលការណ៍និងភាពម៉ឺងម៉ាត់ដូចគ្នានេះមិនគួរត្រូវបានអនុវត្តចំពោះករណីលោកលឹមកំយ៉ាដែរឬទេខ្ញុំយល់ថាច្បាប់មិនអាចមានមុខពីរហើយនៅក្នុងសង្គមនីតិរដ្ឋមិនអាចមានច្បាប់មួយសម្រាប់អ្នកមានអំណាចនិងច្បាប់មួយទៀតសម្រាប់ប្រជាពលរដ្ឋធម្មតាបានទេត្រូវប្រើច្បាប់តែមួយមិនថាជនសង្ស័យជាអ្នកមានអំណាចឬជាប្រជាពលរដ្ឋធម្មតាមិនថាជាអ្នកមានឬអ្នកក្រមិនថាមានទំនាក់ទំនងជាមួយមន្ត្រីឬគណៈបកនយោបាយណាមួយឡើយស្តង់ដារនៃការអនុវត្តច្បាប់ត្រូវតែមួយអ្នកប្រព្រឹត្តបទល្មើសត្រូវប្រឈមនឹងច្បាប់អ្នកដែលត្រូវបានសង្ស័យត្រូវទទួលការស៊ើបអង្កេតដោយយុត្តិធម៌ហើយអ្នកដែលគ្មានទោសត្រូវទទួលបានការការពារពីច្បាប់នេះហើយជាអត្ថន័យនៃនីតិរដ្ឋនេះគឺជាការពិតក្នុងករណីឯកឧត្តមលឹមកំយ៉ាគ្រួសារនិងសាធារណជនមានសិទ្ធិទទួលបានភាពកក់ក្ដៅនិងផ្ដល់ចម្លើយយ៉ាងជាក់ស្ដែងថាតើការស៊ើបអង្កេតឈានដល់ណាតើអាជ្ញាធរកម្ពុជាបានចាត់វិធានការអ្វីខ្លះកម្ពុជាបានសហការជាមួយអាជ្ញាធរថៃនិងអង្គាប៉ូលក្នុងកម្រិតណាប្រសិនបើមិនទាន់អាចអនុវត្តដោយការចាប់ខ្លួនបានតើមានឧបសគ្គអ្វីខ្លះឬមួយជនសង្ស័យចេះបំបាំងកាយចេះជ្រែកមេឃឬក៏ពួនក្នុងដីការផ្ដល់ចម្លើយច្បាស់លាស់ចំពោះទុកកង្វល់របស់អ្នកពាក់ព័ន្ធមិនធ្វើឲ្យស្ថាប័នរដ្ឋចុះខ្សោយឡើយផ្ទុយទៅវិញតម្លាភាពនិងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះស្ថាប័នយុត្តិធម៌និងនីតិរដ្ឋសូមគិតម្ដងទៀតដើម្បីកម្ពុជា Please think again for Cambodia